និយាយថាមហារីកសួតជាធម្មតាបង្ហាញនៅដំណាក់កាលទី4នៅពេលនោះវាបានคล้ายជាមិនអាចព្យាបាលបានពាក្យច្រើននៃពួកគេលទ្ធផលនៃការគ្រប់គ្រងមហារីកសួតនឹងអាក្រក់ខ្លាំងដូច្នេះយើងត្រូវតែរកឃើញមហារីកសួតនៅដំណាក់កាលដំបូងដូច្នេះពាក្យច្រើននៃពេលវេលាមហារីកសួតនឹងគ្មានរោគសញ្ញានៅដំណាក់កាលទី1និងទី2ដូច្នេះយើងត្រូវតែធ្វើការត្រួតពិនិត្យមហារីកសួតសម្រាប់អ្នកដែលមានហានិភ័យខ្ពស់អ្នកជំងឺដែលជាអ្នកជក់បារីធ្ងន់អ្នកដែលមានបារីច្រើនជាមួយទាំងជាប់អស់រយៈពេលជាង15ឆ្នាំឬមានប្រវត្តិគ្រួសារមានមហារីកសួតឬមហារីកផ្សេងអ្នកជំងឺទាំងនេះត្រូវតែធ្វើការត្រួតពិនិត្យមហារីកសួតដើម្បីឲ្យយើងអាចរកឃើញមហារីកសួតនៅដំណាក់កាលដំបូងតែយើងអាចផ្ដល់ការព្យាបាលបាននិងបង្កើនអាយុជីវិតដូច្នេះសម្រាប់ការនេះយើងកំពុងប្រើឧបករណ៍ជាច្រើនដើម្បីវិនិច្ឆ័យជាធម្មតាឧបករណ៍ត្រួតពិនិត្យគឺជាសេះដូសទាបឧបករណ៍ត្រួតពិនិត្យដែលគេប្រើជាញឹកញាប់បំផុតសម្រាប់ការត្រួតពិនិត្យមហារីកសួតបន្ទាប់ពីប្រសិនបើអ្នករកឃើញកញ្ចប់រូបភាពមិនប្រក្រតីមួយចំនួនយើងអាចវិតម្លៃបន្ថែមដោយប្រើ PET scan ឬ CT scan ហើយបន្ថែមទៀតយើងអាចធ្វើការយកគំរូតាមរយៈ bronchoscopy ឬ endobronchial ultrasound guide biopsy ឬ Zayat biopsy ដើម្បីឲ្យយើងអាចរកឃើញនិងវិនិច្ឆ័យមហារីកសួតនៅដំណាក់កាលទី1និងទី2ដូច្នេះយើងអាចផ្ដល់ការព្យាបាលដែលអាចព្យាបាលបានដើម្បីបង្កើនអាយុជីវិត5ឆ្នាំច្រើនជាង70ទៅ80ជាធម្មតាមហារីកសួតតែងតែបង្ហាញខ្លួននៅដំណាក់កាលទី4អាយុជីវិតគ្រាន់តែមានត្រឹម3ដល់5% ប៉ុណ្ណោះ